lead center វាពិតជាសំខាន់នៅពេលដែលអ្នកគ្នាចាប់ផ្ដើម book ទៅលើ ad manager ហើយបានអ្នកគ្នាត្រូវការតាមដានទៅលើ lead center បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះមួយចំនួនសម្រាប់បងប្អូនដែលទើបតែចាប់ផ្ដើមឬក៏រៀន book ហើយត្រូវតែចេះគ្រប់គ្រងទៅលើដែលគេហៅថាជា lead center management បាទជាទូទៅអ្នកគ្នាអាចចូលមកក្នុងអាចចូលនៅក្នុងbusiness suite នេះក៏បានឬក៏អ្នកគ្នាអាចចូលមកកាន់ lead center នៅខាងឆ្វេងនេះក៏បានបាទអញ្ចឹងខ្ញុំអាចចុចចូល lead center ហ្នឹងទៅហើយវានឹងរត់ចូលទៅកាន់កន្លែងដែលថាតើនៅក្នុងមួយថ្ងៃ lead របស់អ្នកគ្នាស្អីគេជា lead អញ្ចឹងខ្ញុំបញ្យល់ខ្លះអំពីទាំងអស់ហ្នឹងបាទនេះបើខ្ញុំចុច business suite វិញវាមករត់នៅក្នុងហ្នឹងដូចគ្នាដែរណាបាទអូខេខ្ញុំមកបញ្យល់តកតងអាហ្នឹងសិនដោយសារតែជាទូទៅអ្នកគ្នា boost ប្រចាំបាទ boost ប្រចាំខែឬក៏ប្រចាំសប្តាហ៍ឬក៏ប្រចាំឆ្នាំអីអាហ្នឹងជាអ្វីដែលអ្នកគ្នាធ្វើទេតែជាទូទៅ Facebook គឺវានឹងអាប់ដេតមួយចំនួនដែលគ្នាត្រូវតែគិតអញ្ចឹងជាទូទៅអានេះយើងអាចកំណត់ថា page វាមានតាមការបង្ហាញរៀងខ្លួនហើយចង់បញ្ជាក់បងប្អូនថាខ្ញុំអត់ជំនាញខាងហ្នឹងច្បាស់ទេប៉ុន្តែគ្រាន់ខ្ញុំជាបទពិសោធន៍ដែលខ្ញុំមានគឺខ្ញុំធ្វើសម្រាប់លក់វគ្គលក់អីប្រដដាលរបស់ខ្ញុំតាក់ទងនឹងទីផ្សារបច្ចេកវិទ្យាបូកជាមួយ AI marketing សម្រាប់អាជីវកម្មហ្នឹងទៅអញ្ចឹង intake នេះជាទូទៅយើងឲ្យឈ្មោះថាជា lead ដែលចូលទៅតាម message ដែលយើងមាន page ទាំងអស់នេះបាទជា ad ផងយើងអញ្ចឹងអានេះគឺជា lead ដែល quality ដែលវាល្អសម្រាប់page យើងនៅពេលដែលយើង boost អញ្ចឹងណាអានេះសម្រាប់ convert ទេ convert បើសិនជាយើង convert ម្នាក់នឹងបានហើយយើងអាចទាញអញ្ចឹងមកតម្លាក់នៅក្នុង convert នេះទៅអាហ្នឹងគឺយើងទាញមកថាយើង convert បានហើយយើងលក់បានហើយបាទដល់ឡែកយើងមើលនៅខាងនេះមានន័យថាយើងអាច show loss អី read ក៏បានដែរនេះអានេះ show loss read បាទអញ្ចឹងយើងអាច select ទៅវានឹងមានការបាត់ lead ហើយយើងអាចបញ្ជាក់មួយទៀតអានេះ not បើកពីមួយទៀតមកអញ្ចឹងវាមានរឿងជាច្រើនដែលយើងអាច show អានេះ analytics ក៏អាច show បានដែរបាទហ្នឹងគឺជាអ្វីមួយដែលអ្នកគ្នាអាចមើលបានអ្នកគ្នាឃើញទេគឺវាចេញទេបាទតែដាក់ហើយអត់ងាយលុបវិញបានទេវានឹងចេញទាំងអស់ហ្នឹងដើម្បីដាក់បាទនេះជា label វាដែលយើងអាចដាក់ថាតើនៅក្នុងអីមួយដែលយើងចង់បានបញ្ជាក់វាទាំងអស់ហ្នឹងបាទអញ្ចឹងជាទូទៅដើម្បីចង់ដឹងថា lead ហ្នឹងវាមកតាមរយៈណាជាទូទៅអ្នកគ្នាអាចមើលថ្ងៃសិនមានន័យថាបើខ្ញុំចង់ដឹងថាតើក្នុងមួយខែនេះតាំងពីខែជូនមានខែ6មកដល់ថ្ងៃទី12 lead ដែលខ្ញុំ boost ហ្នឹងឬក៏ intake ហ្នឹងវាបានប្រមាណអញ្ចឹងខ្ញុំ select ប៉ុណ្ណឹងហើយខ្ញុំយកពី update អញ្ចឹង lead ខ្ញុំហ្នឹងវានឹងមកប៉ុន្តែជាទូទៅដែលអ្នកដែលជួបបទពិសោធន៍វាអត់ចេញនៅកន្លែងហ្នឹងទេដោយសារតែ Facebook វាកំពុងតែ update ថ្មីអញ្ចឹងអ្នកគ្នាអាចមកមើលបាទឬក៏ឥឡូវខ្ញុំចូលកន្លែងផ្សេងនេះខ្ញុំចូលកន្លែងហ្នឹងអ្នកគ្នាអាចមកមើលកន្លែងនេះបើសិនខ្ញុំចង់មកមើលមួយថ្ងៃអញ្ចឹងតើម្សិលមិញខ្ញុំបានប្រមាណខ្ញុំអាប់ដេតអញ្ចឹងទូទៅក៏វាអត់ចេញដែរឥឡូវដោយសារតែមូលហេតុអីគឺវាមានការអាប់ដេតច្រើនហើយទីទៀតចាំមើលយើងនឹងមើលទាំងអស់គ្នាដើម្បីដឹងថាវាមើលរបៀបម៉េចអានេះ assign ទេខ្ញុំអត់បញ្យល់នឹងទេហើយនេះគឺជា source ដែលយើងចង់មើលទៅលើ organic money man ហ្នឹងគឺកន្លែងហ្នឹងហើយបាទហើយផ្សេងទៀតឥឡូវខ្ញុំមើលចូល view all នេះចូល view all ហ្នឹងវានឹងរត់មកកន្លែងមួយទៀតបាទខ្ញុំសុំបិទអានេះមួយចឹងបាទនេះវានឹងរត់មកកន្លែងនេះដើម្បីមើលទិន្នន័យប្រចាំថ្ងៃផងយើងបាទអញ្ចឹងវាមើលក្នុងហ្នឹងអ្នកគ្នាក៏អាច select បានដែរអានេះគឺជា Facebook ផងយើងបាទហើយអានេះគឺជា all recent campaign អានេះ source ទាំងអស់ដែលវាមកទាំងអស់ហ្នឹង source ទាំងអស់ហ្នឹងអានេះគឺជាកន្លែងកំណត់ថ្ងៃបើយើងចង់ដឹងថាតើតាំងពីថ្ងៃទី1រហូតដល់ថ្ងៃទីថា11ចុះខ្ញុំ boostតើទាំងអស់ហ្នឹងវាបានប្រមាណ lead អញ្ចឹងវានឹងរត់មកកន្លែងនេះឃើញ50 lead ទេអញ្ចឹងខ្ញុំបាន50 lead អញ្ចឹងនៅក្នុងនេះវាអត់បង្ហាញអំពីការ loss lead ឬក៏ lead ហ្នឹងអត់មានគុណភាពអីទេគឺវាមានគឺគ្រាន់តែបង្ហាញសរុបថា lead យើង intake យើងទាំងអស់បានប្រមាណអាហ្នឹងគឺជាអ្វីមួយដែលយើងគួរតែមើលខ្លួនឯងសម្រាប់យើងអ្នក boost ដែរតែពីមុនមកយើងគ្រាន់តែ select ហ្នឹងគឺវាចេញប៉ុន្តែមករយៈនេះខ្ញុំក៏ប្រហែលដឹងបញ្ហាដែរអញ្ចឹងបងប្អូនដែលដឹងអាច comment ខាងក្រោមហើយជួយប្រាប់បន្តិចទៅព្រោះអ្នកគ្នាអ្នកជំនាញហើយអាវីដេអូទាំងអស់នេះខ្ញុំអត់ឃើញខ្មែរយើងគាត់បង្ហាញច្រើនទេគាត់បង្ហាញតែរបៀបនៃការ create ad បាទ campaign ឬក៏របៀប boost អីផ្សេងតែក្នុងហ្នឹងគាត់អត់បានបង្ហាញទេអញ្ចឹងអ្នកដែលជំនាញគួរតែបង្ហាញជួយឲ្យអ្នកដែលគាត់ចង់ដឹងពីហ្នឹងដែរដូចខ្ញុំអីក៏ខ្ញុំមិនទាន់ច្បាស់ទាំងអស់ហ្នឹងប៉ុន្តែដោយសារខ្ញុំប្រើប្រាស់វាបច្ចុប្បន្នហ្នឹងក៏មើលអាហ្នឹងទាំងអស់ហ្នឹងអញ្ចឹងណាបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំត្រឡប់មកវិញអញ្ចឹងអានេះជា mistake ដែលយើងអាចមើលខ្លួនឯងគឺវាចេញនៅដូចគ្នាដែរនេះឃើញទេគេវាចេញទេ
អញ្ចឹងយើងចុច message មកវានឹងមាន contact របស់យើងអញ្ចឹងដោយសារខ្ញុំដាក់មកវាពេញមួយថ្ងៃហ្នឹងអញ្ចឹងវាបាន message ដល់68 message order មាន lead 100%អានេះមាន new contact អញ្ចឹងទៅអញ្ចឹងវាមានទិន្នន័យទាំងអស់មួយចំនួនវាមានច្រើនហ្នឹងទៀតអានេះ organic ដែលយើងបានទៅលើកផលិតវីដេអូដែលយើងអត់ boost បាទវាមានអីផ្សេងៗទៀតដែលខ្ញុំក៏មិនលម្អិតឲ្យច្រើនសម្រាប់អ្នកនរគ្នាដែរតែខ្ញុំគិតថាខ្ញុំក៏បង្ហាញតិចៗមួយចំនួនទេអានេះឡើងការ follower ទេបាទកលាំងការ follower ហើយនេះទៅមើលរបៀបប្រទេសណាដែលមើលវីដេអូយើងច្រើនវាយើង boost ទៅមានអីផ្សេងហើយប្រទេសណាឬក៏គេហៅថាទីក្រុងណាដែលមើលវីដេអូច្រើននៅក្នុងហ្នឹងគឺវាមានហើយបាទអញ្ចឹងកន្លែងនេះខ្ញុំក៏មិនលម្អិតឲ្យច្រើនដែរហើយនេះគឺជាកន្លែងដែលមើលលទ្ធផល view បានប្រហែល120 view អានេះ viewer បាទនេះ content ដែល interact អានេះ click link បាទនេះ visit នៅក្នុង page យើងហើយកើន follower បានប្រហែលនេះគឺនៅក្នុង result ទាំងអស់ហ្នឹងទេអាហ្នឹងដើម្បីមើលអញ្ចឹងណាទីទូទៅដូចខ្ញុំបានបញ្ជាក់អញ្ចឹងថាអានេះវាជាការបង្ហាញមើលទៅលើប្រភេទ ad ហ្នឹងទេអញ្ចឹងខ្ញុំបញ្យល់បងប្អូនទាំងអស់ហ្នឹងហើយដោយសារតែ Facebook ខ្ញុំគិត update ដោយសារឥឡូវពីមុនមកពេលយើងចូលមកគឺវាចេញអញ្ចឹងនេះពេលវាចេញទេប៉ុន្តែយើងអត់បាន select date ទេបើយើង select ពីម្សិលមិញនេះវាចេញចេះឃើញទេវាចេញអញ្ចឹងប៉ុន្តែក្នុងខែប៉ុន្មានខែ11នេះឃើញទេគឺចេញបានអាហ្នឹងវាចេញហើយអញ្ចឹងបើខ្ញុំចង់បង់ខែមិនខែ11ថ្ងៃ11បាទបើខ្ញុំចង់បង់ថ្ងៃ12ប្រហែលអញ្ចឹងវានឹងចេញដូចគ្នាអញ្ចឹងថ្ងៃហ្នឹង page ខ្ញុំវា load បាន10 message បាទប៉ុន្តែខ្ញុំមិនបានទាញ convert បានប៉ុន្មានដោយសារខ្ញុំអត់ដល់លក់បានបើសិនអ្នកគ្នា convert តែឥឡូវគាត់ចូលគាត់លក់ហើយអញ្ចឹងអ្នកគ្នាត្រូវយកអាហ្នឹងមក convert ដើម្បីឲ្យ Facebook វាចាប់ហេតុអីក៏យើងត្រូវការប្រើទាំងអស់ហ្នឹងហេតុអីក៏យើងត្រូវការប្រើ label ទាំងអស់ហ្នឹងនេះហេតុអីក៏យើងត្រូវប្រើអាហ្នឹងទី1ដើម្បីឲ្យដឹងថាlead ណាមានគុណភាពអាណាមានគុណភាពអាហ្នឹងគឺយើងសំខាន់ណាវាសំខាន់មែនទែនដើម្បីដាក់វាបាទតែដោយសារនេះវា load ចេញញ៉ៃច្រើនពេកបែ account ខ្លះក៏វាខុសគ្នាដែរបាទអញ្ចឹងពេលខ្ញុំ add មកវាចូល quality វានឹងរាប់ទៅតាមនឹងដែរណាបាទអូខេចឹងខ្ញុំបញ្យល់តែប៉ុណ្្នឹងទេហើយអ្នកគ្នាអាចតេស្តមើលខ្លួនឯងទៅដោយសារតែយើងចង់ដឹងថាពេលយើង boost ប៉ុណ្្នឹងតើបានប្រមាណ message គឺវាបង្ហាញនៅក្នុងហ្នឹងអញ្ចឹងខ្ញុំបង្ហាញតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអាចថាជាចំណេះដឹងមួយចំនួនតិចតួចអ្នកគ្នាអាចចូលមើលបានហើយកុំភ្លេចចូល subscribe ទៅលើ page ខ្ញុំផងអរគុណជួបគ្នាសម្រាប់វីដេអូក្រោយទៀត